ជំរាបសួរបងប្អូនទូរទស្សនិកជនជាទីគោរពព្រឹកថ្ងៃនេះគឺជាព្រឹកថ្ងៃសុក្រយើងខ្ញុំទាំងពីរនាក់បានវិលមកជួបលោកស្រីនាងជាថ្មីម្ដងទៀតនៅថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះតាមរយៈព័ត៌មានពេលព្រឹករបស់ស្ថានីយ៍ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ3ប្រភពព័ត៌មានរបស់យើងខ្ញុំទាំងពីរនាក់ថ្ងៃនេះគឺមានព័ត៌មានដែលក្រុមអ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍រាជធានីភ្នំពេញផ្ដល់ក្នុងកម្មវិធីរបស់យើងហើយនឹងមានប្រភពព័ត៌មានដែលសូមដកស្រង់ចេញពីទំព័រសារព័ត៌មានកោះសន្តិភាពកម្ពុជាថ្មីរស្មីកម្ពុជារួមជាមួយនឹងគេហទំព័រជាច្រើនទៀតដើម្បីជម្រាបជូនដំណឹងដល់បងប្អូនទស្សនិកជននៅក្នុងព្រឹកនេះគឺយើងមានការចាប់អារម្មណ៍នៅព័ត៌មានពីឈានចូលថ្ងៃ22នេះបានសេចក្តីថាយប់ថ្ងៃទី21ចូលមកក្នុងថ្ងៃទី22គឺយើងមានអគិភ័យឆាបឆេះផ្សារមួយនៅស្រុកកោះធំខេត្តកណ្ដាលបាទហើយរៀបភ្លឺហើយបាទ3ម៉ោងមុនដែលយើងមកធ្វើកម្មវិធីព័ត៌មាននេះហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅណាស់ដល់គេហទំព័រដើម7 U ដែលបានខិតខំព្យាយាមយ៉ាងម៉េចក៏ផលិតចេញនៅព័ត៌មានដើម្បីជម្រាបជូនដំណឹងដល់បងប្អូនទស្សនិកជនឲ្យបានជ្រាបអំពីបញ្ហានេះមូលហេតុអ្វីបានជាគេហទំព័រឬសារព័ត៌មានបានខិតខំប្រឹងប្រែងបញ្ចេញនៅព័ត៌មានរបស់នេះទី1គឺបានឲ្យបងប្អូនប្រជាពលរដ្ឋយើងបានដឹងថាមានព័ត៌មានការឆេះភ្លើងឆេះផ្ទះឬមួយក៏ឆេះផ្សារគ្រប់បែបយ៉ាងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងនេះបានដឹងហើយយកមកត្រេះរិះពិចារណារកវិធានការធ្វើយ៉ាងដូចម្តេចដើម្បីទប់ស្កាត់ទ្រព្យសម្បត្តិរបស់យើងដែលមានកុំឲ្យមានឆាបឆេះដោយសារតែការធ្វើប្រហែសរបស់ពួកយើងបាទនៅម្សិលមិញនៅក្នុងរាជធានីភ្នំពេញរបស់យើងក៏ឮសូរព័ត៌មានពីការឆេះនេះដែរប៉ុន្តែឆេះជាការទៅឆេះស្មៅនៅក្នុងដីឡូមួយដែលទុកចោលអីចឹងទៅហើយបង្កឲ្យមានការញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយើងហើយអ្នកខ្លះក៏មានការភ័យខ្លាចជាងគេនោះគឺអ្នកដែលមានផ្ទះនៅក្បែរតំបន់ដែលឆេះគឺយើងដឹងហើយថារដូវនេះជារដូវប្រាំងដូច្នេះការឆេះនេះគឺជារឿងមួយដែលងាយបំផុតហើយយើងស្ដាប់តាមប្រព័ន្ធទំនាក់ទំនងគឺមានលឺសូរតែឆេះបាទលឺសូរកើតឡើងនៅគ្រោះពីភ័យនេះច្រើនកន្លែងបញ្ហាសំខាន់ឃើញមានព័ត៌មានប្រហែលថ្ងៃមុននេះគឺឆេះនៅក្បែរប្រាសាទព្រះវិហាររបស់យើងពីចណ្ដាលខាងកើតអីចឹងទៅហើយក្រោយមកប្រហែលថ្ងៃនេះក៏មានឆេះនៅព្រៃស្អាតដែលជាព្រៃជំរកសត្វធំមានសត្វដំរីសត្វអីផ្សេងដែរតែនៅមានអាឆេះមួយទៀតគឺឆេះបង្កដោយភរិយាម្នាក់នេះគឺអ្នកយកព័ត៌មានយើងថតបានអញ្ចឹងហ៎បាទធ្លាប់វាយប្តីសន្លប់ញឹកញាប់ហើយដល់ឥឡូវនេះវាយប្តីហើយដុតផ្ទះចោលទៀតបាទលោកមន្ត្រីនឹងជម្រាបជូនក្រោយតែឥឡូវសូមជូនព័ត៌មានមួយដែលតកតងនឹងរបស់ប្រជាពលរដ្ឋអគិភ័យបានឆេះផ្សារទីរួមខេត្តបាទស្រុកកោះធំខេត្តកណ្ដាលនៅវេលាម៉ោង3:20 នាទីព្រឹកចូលថ្ងៃទី22ខែកុម្ភៈឆ្នាំ2013នេះបានសេចក្តីថាមុននេះ3ទៅ4ម៉ោងអគិភ័យបានឆាបឆេះបាទអគិភ័យបានសេចក្តីថាមើលម៉ោង22ម៉ោង3ម៉ោង4ម៉ោង5ខ្ញុំងើបឡើងមកអានព័ត៌មានអញ្ចឹងបានសេចក្តីថា3ម៉ោងមុននេះសមត្ថកិច្ចបានឲ្យដឹងថាអគិភ័យនេះបានឆាបឆេះនឹងលាបត្របាក់ផ្សារទីរួមស្រុកកោះធំទាំងស្រុងនិងបន្តឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតផងដែរចាប់តាំងពីម៉ោង3:20 នាទីព្រឹកថ្ងៃសុក្រនេះសមត្ថកិច្ចបានបញ្ជាក់ថារថយន្តពន្លត់អគ្គិភ័យបានបញ្ជូនទៅដល់ភ្លាមពីក្រុងតាខ្មៅដើម្បីជួយសង្គ្រោះនិងបាញ់ពន្លត់ដោយឡែកពាក់ព័ន្ធនឹងមូលហេតុបង្កឲ្យមានការឆាបឆេះផ្សារទាំងស្រុងនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយនោះទេនេះគឺជារូបភាពពីពណ៌នាស្ដីអំពីបញ្ហាអគ្គិភ័យដែលឆាបឆេះនៅផ្សារស្រុកកោះធំយើងបានដឹងហើយថាការធ្វើប្រហែសទាំងអស់នេះវាបានធ្វើឲ្យយើងបាត់បង់គ្រប់បែបយ៉ាងដែលយើងខិតខំសន្សំអស់ជាច្រើនឆ្នាំមកហើយនេះគឺជាញើសឈាមរបស់យើងទាំងអស់គ្នាតែឥឡូវនេះវារលាយតែក្នុងមួយប្រព្រឹត្តភ្នែកដោយសារតែឃាតករអគ្គិភ័យបាទយើងបានទទួលព័ត៌មានចុងក្រោយមកថាឥឡូវនេះគ្រោះអគ្គិភ័យនេះបានគ្រប់គ្រងបានប្រមាណជា 80% ហើយនៅសល់តែ 20% បាទ20% នេះមានន័យថាវាឆេះអស់ទៅហើយប៉ុន្តែផ្សារនោះវាអស់ទៅហើយបាទអស់ហើយឥឡូវដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនេះមាននៅសល់តែផេះនៅសល់តែអីនៅហុយបន្តិចតួចហ្នឹងបាទប៉ុន្តែរូបភាពធំគឺឆេះអស់ហើយបាទនេះគឺជាគ្រោះមហន្តរាយមួយដែលគួរឲ្យសោកស្ដាយណាស់ហ
ហើយយើងដឹងហើយថាកាលណាឆេះផ្សារគឺវាប៉ះពាល់ខ្លាំងមែនទែនដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនអាជីវករព្រោះធម្មតាបងប្អូនយើងភាគច្រើនគាត់ដាក់អីវ៉ៃអីវ៉ាន់នៅក្នុងផ្សារហ្នឹងគាត់ទៅតែខ្លួនទេយប់គាត់ចាក់សោតូបទៅហើយគាត់ធ្វើដំណើរទៅលំនៅឋានវិញតែខ្លួនទេអីវ៉ាន់ទាំងប្រមាណគឺនៅក្នុងផ្សារអញ្ចឹងកាលណាកើតឡើងនៅគ្រោះអគ្គិភ័យគឺអស់លីងតែម្ដងហើយនេះជាគ្រោះអគ្គិភ័យមួយដ៏ធំថ្មីមួយទៀតសម្រាប់ដើមឆ្នាំ2013នេះហើយករណីឆេះផ្សារនេះកន្លងមកយើងធ្លាប់ទទួលបានព័ត៌មានច្រើនលើមកហើយគឺឆេះនៅឯខេត្តខេត្តពិសេសនោះលោករណាតឆេះនៅផ្សារលើហើយធ្លាប់ឆេះនៅផ្សារនៅឯខេត្តកោះចេះធ្លាប់ឆេះនៅឯកំពង់ធំកំពង់អីនេះគឺមានគ្រប់សពអស់បាទឆេះនៅខេត្តពោធិ៍សាត់ហើយនឹងឆេះនៅផ្សាររាត្រីខេត្តសៀមរាបបាទគឺមានឆេះច្រើនឆេះផ្សារហើយការនៅឆេះផ្សារគឺមហន្តរាយខ្លាំងមែនទែនហើយយើងនៅរាជធានីភ្នំពេញកាលពីឆ្នាំ2ឆ្នាំមុននោះក៏ឆេះនៅផ្សារទូសកែបាទនេះក៏សិតតែជាមហន្តរាយធំអញ្ចឹងសូមបងប្អូនរួមចំណែកទាំងអស់គ្នាកុំមើលស្រាលសភាពការនេះឲ្យសោះបាទកុំធ្វើប្រហែសឲ្យសោះតែធ្វើប្រហែសតែមួយផ្លែតគឺវានឹងឆេះភ្លាមហើយឥឡូវនេះអស់ពីផ្សារវានឹងបន្តបដាចូលមកដល់ផ្ទះដែលនៅក្បែរនោះទៀតបាទហើយរថយន្តពលុតអគ្គិភ័យរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ធក៏ដូចជាខាងស្ថាប័នដទៃហ្នឹងគឺកំពុងតែសម្រុកទៅជួយអន្តរាគមន៍ហើយប៉ុន្តែត្រង់ថាជួយបានកម្រិតណាមិនតាន់យ៉ាងម៉េចនោះគឺថាអាហ្នឹងទៅតាមគឺថាជួយបានបណ្ណាយកបណ្ដឹងណាបាទអត់ដឹងធ្វើវាសមត្ថកិច្ចគាត់ជួយតាមបច្ចេកទេសរបស់គាត់នៅពេលដែលភ្លើងកំពុងតែឆេះក្រមុំគេថាពងពេញបន្ទុកនោះគឺយើងអត់បានទៅបាញ់នៅកន្លែងនោះទេគឺយើងបាញ់ទប់ស្កាត់បាញ់ស្កាត់វាដើម្បីកុំឲ្យឆ្លងមកបន្តទៅទៀតអញ្ចឹងមានបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនគាត់អត់យល់អំពីជំនាញរបស់សមត្ថកិច្ចគាត់ច្រើនតែស្រែកឲ្យសមត្ថកិច្ចថាកន្លែងភ្លើងឆេះមូលហេតុអីក៏មិនបាញ់ហើយទៅបាញ់ថាកន្លែងណាដែលវាមិនទាន់ឆេះបានសេចក្តីថាឥឡូវនេះបើសិនជាយើងមកបាញ់នៅកន្លែងរបស់ដែលកំពុងតែឆេះនោះក៏វាអស់ទៅហើយដែរបាញ់ទៅអីបាញ់អញ្ចឹងមានវិធីសាស្ត្រមួយគឺទប់តែបញ្ហាមួយគឺមិនឲ្យឆ្លងទៅដល់កន្លែងដទៃទៀតអញ្ចឹងសូមបងប្អូនយល់ព្រោះគាត់មើលឃើញដឹងហ្មងថាកន្លែងនេះតម្រាំពលុតហើយគឺវាចប់អស់ទៅអញ្ចឹងឯអាចឆ្លងទៅដល់ដទៃទៀតអញ្ចឹងគេពាត់ធ្វើមកវិញបាញ់ហើយបានព្រោះគ្រប់កំតិចនៅកន្លែងណាដែលវាជាចាប់ផ្ដើមនឹងតែម្ដងយើងបាញ់ធ្វើអីបើគាត់ឆេះអស់លីងហើយហ្នឹងបាទបាញ់យកផេះហ្នឹងអញ្ចឹងតាមបច្ចេកទេសរបស់អគ្គិភ័យគឺគេបាញ់ទប់ស្កាត់កុំឲ្យរាលដាលទៅដល់កន្លែងដទៃទៀតអ្វីដែលអាចសង្គ្រោះបានសង្គ្រោះអ្វីដែលអាចមិនអាចសង្គ្រោះបានគឺទុកចោលទៅឲ្យវាឆេះទៅតាមដណ្ដើទៅព្រោះបើយើងយកបាញ់មកឲ្យអាលុតទៅវាលុតស្អីបើឆេះរៀបដល់ដីហើយទៅបាញ់កន្លែងរៀបនឹងធ្វើអីបាទឥឡូវនេះយើងបន្តនៅព័ត៌មានដោយការជម្រាបខាងដើមរបស់លោករណាតអញ្ចឹងគឺថាស្ត្រីម្នាក់ទាស់សម្ដីតិចតួចជាមួយប្តីដុតផ្ទះខ្លួនឯងចោលបាទបន្តពីព័ត៌មានបាញ់មិញហើយនេះគឺជាព័ត៌មានទី1របស់អ្នកយកព័ត៌មានរបស់យើងករណីគួរឲ្យហួសចិត្តមួយគឺស្ត្រីម្នាក់ស្រវឹងស្រាជោគខ្លួនទាស់សម្ដីជាមួយនឹងប្តីបន្តិចបន្តួចលួចទិញសាំងដុតផ្ទះឆេះខាននៅចំណែកឯប្តីនិងសាច់ញាតិបានត្រឹមសម្រក់ទឹកភ្នែកស្ដាយផ្ទះដែលស្ត្រីជាប្រពន្ធចិត្តសាហាវដុតចោលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 8:30 នាទីព្រឹកថ្ងៃទី21ខែកុម្ភៈឆ្នាំ2013នៅក្នុងក្រុមទី5ភូមិខ្វិតសង្កាត់សាក់សំពៅខណ្ឌដង្កោផ្ទះមួយខ្នងដែលត្រូវម្ចាស់ផ្ទះដុតចោលខាងលើនេះមានទំហំបណ្ដោយ8ម៉ែត្រទៅទិង6ម៉ែត្រធ្វើពីឈើលើសសរថ្មនិងមានយ៉ាកតមកខាងក្រោយផ្ទះត្រូវអគ្គិភ័យឆេះម៉ត់ទាំងស្រុងតែម្ដងក្នុងរយៈពេលតែ20នាទីប៉ុណ្ណោះប្រជាពលរដ្ឋនៅជិតចំណុចកើតហេតុបានឲ្យដឹងថាស្ត្រីខាងលើនេះមានឈ្មោះឈើតស្រីម៉ៅអាយុ40ឆ្នាំនិងប្តីឈ្មោះជុនច័ន្ទអាយុ42ឆ្នាំមុខរបរជាកសិករតែទើនទៅនឹងការឆេះខាងលើនេះមុនពេលកើតហេតុស្ត្រីឈ្មោះឈើតស្រីម៉ៅបានទៅផឹកស្រានៅផ្ទះលក់ចាប់ហួយមួយកន្លែងនៅក្នុងភូមិពេលស្រវឹងបានត្រឡប់មកផ្ទះរករឿងប្តីបង្កជាទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចបរិសុទ្ធជាប្តីឈ្មោះជុនច័ន្ទបានខំមាត់សង្កត់ចិត្តដើរចេញពីប្រពន្ធមិនចង់ឲ្យមានរឿងប៉ុន្តែប្រពន្ធចិត្តភ្លើងបានលួចទៅទិញសាំងមកដុតផ្ទះចោលខ្ទេចមាត់អស់ខាននៅទាំងអស់គ្នាជុំវិញហេតុការណ៍នេះប្រជាពលរដ្ឋ
có đôi chi anh nhà thầu mù lửa than miên sầm mặt cách nâng con đi ở vụt hạt khăn bàn antara cung chui phần lụt đáy phần tai đòi xa tay ăn đạp lương chạp che kháng nâng miên cho bỏ kháng nú có mình ai tục scat bàn tớp mình đói ở kỳ phây ní che bầm phlang té một con khang lỡ mót khơi miên so tại một đòn tử mộtตัวปีการให้โดยซาแต่ตัวบ้านดำนั่งปีประชีพรัฐทาสตรีชมูเชิดสตรีมาเจียเนี่ยดดเตียสมัติเกยก่อสำรักคอดคลุนสตรีรูปนี้เติการตีสนากาปอสะสมเปิดดับใบทวการสะสัวปนใต้ประชีพรัฐก่อบ้านบรรเจทาสตรีนี่เชี่ยมนุษย์มันเซอร์กรุบตักมนุษย์บาสไซประสาทเอาไว้ได้กูอาโซคือบรอจิบได้ได้กรมสัตว์เงียดร่วมแต่งโกนบอสตรีบังกอให้ขังเลือนี้วันนี้ยมสไลปลุกแต่สดายหลุมเนยทานหนึ่งตรอบสบัดหนึ่งขนมเตี้ยได้ขัดคอมได้ซาตุกตังไปอยู่มังห้อยปีนี้เจอสตรีจีสัตว์เงียดดดบังพลางขมิ้นสระนอบ่ายังเคยให้ออกหรือยังตรงนั้นบ้านเราสอนแต่จะด่าโวยจะด่าเธอปิดหมอดังจะกอดสว่างสระให้เนื้อปีได้กอดคืนเชฟเตี้ยปัจจัยมุกนี่เหมือนสว่างเลยกอดหัวไวเนี่ยทอดยืงติดบาโรเรื่องเนี่ยทอดยืงติดลงสกเฮงสมัยtừทอดขลายการให้กอดหัวไวติดชุมรถมวยแต่ยืงมือเก็บเตอให้พิจารณาลูกบุญทาตามทอมบดาคือมีสตรีชิจารขัดคอมใบบัดนะตุกชีมีนกลมโพอย่างนาก็ได้ก็มันดอลถนัดได้ก็บรรทายในขนมนี้คือยืงมีนทากอดมีนจุงเงือกอดมีนจุงเงือเราจึงเตอเวียนขนมนึงอาจุงเงือโบกเชื่อมวยนึงตึกโดนใส่นึกเตี้ยเวียบังกออ่อยมีนกลัวอากีเพยนี่ชาบใช้ลายเพื่อเอาลุมเนยทานมวยแต่ละอโพพองให้ยืงเบอร์เตอขบมุกขบมอดละอครั้งนะใบใช้คลายตือจีจุ่มในอากีเพยขนมระยะเปลแต่เมื่อพีดีตีให้เนี่ยหน้าเนี่ยตูนเสากับบรรทายยืงเหมือนนั่งถือไม่ให้กอดในกระปงดิจีเนี่ยทอดบ่ยืงเตี้ยให้มาทอดไอ้นะมาทอดไอ้เตี้ยบ่อันดดเสียอันเห็นจังเตอวันนั้นสมัติเกิดกอดเราแต่กอดสันตุกจีกอดมีนจุงือจะใส่ประสาทอย่างน่าก็ได้โจบสันจีจุงือเราบอกกอดในกอดดดเตี้ยบอกกีเนี่ยเราตีตีแต่กึดอย่างโดยไม่ได้เจออันนี้จึงกึดมือเวียปีบ้านในครั้งนั้นนะเวียประตูแต่กอดทาดอยซาแต่กอดพักตึกประตูดีไซน์นั้นก็ทาบานนะลุงคนทานะดอยซาแต่กอดมีนจุงือแต่ใส่ประสาทแล้วก็ทาบานปัญหาเบอร์ยืนนี่เยี่ยมปีสตรีมันเนี่ยมุนหนึ่งเชียนตึกดอลกาทั่วแบบนี้ให้เชียดูเชียปีบ้าได้ลุงท่านนะมันก็โชว์เฉยจมูกหนึ่งสมาร์ทเกจนั่นเจสมาร์ทเกจติดน้องสมาร์ทเกจกดทั่วดังไงแต่ซาแต่กดดังกดอัญญาโทมูหรือท่านกดดังทาบองใส่นั่งครับมีปัญหาอะไรสกปรกระบอกกดมันจะหล่อนะอันนี้สำนักได้โดยซาแต่เตียบอกกดซองในขนมไดโลดัดไดไหลบ่าอดมีจวบจมูกหนึ่งเตี้ยบอกจีบรอดดตีติดบ่สันจะจวบอาจมีหนึ่งเรียดาวดอนเนี่ยดตีไอ้บ่าไอ้อ๋อให้เนื้อซอแต่ซอซิมองหนึ่งทีเรื่องนี้เวียสำคัญเลยปัญหาแต่อ๋อนี่คือเรือเนี่ยในขนมบรรทุกกรมครูซาบ่าประเดี๋ยวบอกกอดโกนระบอกกอดหรืออย่างไม่ก็ดับปีบันดังเธอนะลูกคนท้านะแต่สมัติเกิดกับวันตายชื่อจุ่มเฮียนนำโบในขนมปีได้ยืงมีนปัญหาหายืงพื้นพอต่างเจสไลยืงเธอแต่ขวดคลูนขวดตุกสันดังใบยืงดอกสไลนี่ตามเพลย์ฉบับหายบอสันจีประเดี๋ยวระบอกกอดดับปีบันดังเมาทานใจหรือโกนกรมครูสมาชิกกรมครูซาบอกกอดดับปีบันดังจังกอดตัวตอนมึงก่อนดังกอดดังยังไม่เชื่อเบอร์ปปนให้นังมาได้บ่าตัวดังปปนดังมาได้ไหมงนไหลนั่งจังงนไหลนั่งจังให้บ้านประเดี๋ยวกอดหูจัดไปยังคุยแต่เสกคุยแต่ยมอ่ะประเดี๋ยวกอดหูจัดยันตรุงสลับไปลอยลงให้อะไรนี่บรรทุกในกรมครูซานี่เวียแผลหมดเลยประเดี๋ยวบอกกอดนังปปนบอกกอดนังเนี้ยดดนังครูนไอ้ไงบ่าปีเดี๋ยวกอดสว่างวิ่งเนาะปีเดี๋ยวกอดดังครูนลังวิ่งเนาะปัจจัยไว้ปุจจิหูเปรอให้บัวเตะหาลิงไงvà hai từ mồm bàn xòm bàn phần đấy có mình thò mà đá đấy nè đủ đấy nè baจะซอเอ็ดบาจะซอสีมองซองปิเชอร์và hai tầm hôm về xã xòm rồi nhập ruộng nơi ấy cứ bận đói bận bầy mát từng vào mùi mát phù phật bị đầy và xòm rôm nơi trong đầy lô xòm này được lông chặt cho mùi thằngกอดฉีดพอได้หนึ่งโกนไหนนะđó làปีทื่นจังเตอจังเตอมันดังถ่าโรสไอนี่ปอร์เนียมันบ้านมันดังปอร์เนียได้บีบยังเลยมันดัง
dây mình chênh thay như mình cao thò mặt đá cái tha su slap ba mọi slap mế nè lịch tu đà cái lê mọi phơi chạy tiệt tai lời ní bài từ chữ ba mình slap ba mình sâu chữ ấy thế tai từ chữ mê mà mình ở bàn tay vì miền rương muôi để dương mình ai sầm rách hay từ khăn đã vận tục lư quạt ở khăn cla mình thế nó cứ quạt miền chủng ngữ sai sạt bàn tay miền chủng nốt muôi tiết đây nè phùm nơi có bài quạt prap máu nó cứ ta quạt trôi chất phật xá và phật xá hỏi u từ nua rồi là thằng ấy vì nâng vì nhiên là nâng sân lục buồn thà buồn từ bố vì chập đam nhiên là đi đó là nhiên là nâng cứ admin từ đua tiền ấy thế đừng thà bị bao này láng quạt lên tức đô đi xài bao này láng tức đô đi xài việc thưa ở tức đô đi xài ní việc thưa ở khu có ba rồi bao nhiêu ní vì lên bên chia bà vì lên bên chia khu có ba vì lên kịch ấy kịch là bị đăng thà bị ăn treo trái việc từ tam thế này lời mình đang thua mấy cái tục chu nơi smart cái trên đường công cruza và quạt chia bằng tàu tiền hay lên đi dương sông sầm rạn là không vẽ tìm mùi sân đó lọp màu vinh dương đừng chấm điệp chu nó bột miên chia bằng tàu tiền năm mươi tiết hơi dương bị chạy đầm lệ chỉ mùi những mốt nạp thì vật bọc để chỉ chun Campuchia chỉ muốn được sạp đi nạp thì phục lô Campuchia đòn ngọn nạp bà sẽ được chun